ôi cái đám nước khua tích tích chẳng menไอ้เก้เนี่ยโกนอัดประโยชน์เนี่ยโกนอัดประโยชน์ใจเนี่ยเดี๋ยวก็ไปนั่นไงแล้วมันงอปะเนี่ยเสียงอมากโกนอัดกำนัดเนี่ยโกนมากำนัดมาตายเนี่ยปุ๊บดูไก่ปุ๊บนี่ก้นกับปุ้งแต่ประมาณเขี้ยวมันได้ปุ้งเปี้ยสมตีแต่บอกก้นกับปุ้งดื้อดองสมได้มากันเขี้ยวไม่ปุ้งcái gì đừng ốc đê hình pa po thao ấy đi bạn nó ăn nát men កូនប្រុសកាលណាវាប្រមាថខ្លាំងតិចទៀតវាបែកប្រមាថហើយ ដឹងខ្លួនឯងអត់យោnhưngចង់ឈឺចាប់ចាជំរាបសួរបងនេះឡាអ៊ំជំរាបសួរដៃស្វ័យព្រះកូន ពូជំរាបសួរ ទៅចុះមកខ្ញុំដឹងបាយនៅនឹងជាមួយអ៊ំអញ្ចឹងខ្ញុំក៏នឹកឃើញទិញខ្សមយកមកផ្ញើអនាគតភរិយារបស់ខ្ញុំពិតជាមនុស្សដែលយល់ដឹងទុកតរៈមែនលោកផងអានិយាយបានថានាងគឺជាបញ្ញបិទកល្យាណីជាស្រីគ្រប់លក្ខនាងមានចំណេះដឹងរួមទាំងរូបសម្បត្តិចរិយាសម្បត្តិនិងមាយាទសម្បត្តិអីគេគាត់ណាចំណងសមមកប៉ុណ្ណឹងហ្នឹងអញដាក់មកផាច់អត់ដាច់ចំណងមើលអីគេអូពូឯងចេះលេងអុកឬក៏ចេះចុំខ្ញុំស្គាល់សួរតើទីអញមកពូយ៉ាអញ្ចឹមកូនទៅលេងអុកតើដាក់មកដាក់ផ្ទះមកដាក់ផ្ទះមកដាក់ផ្ទះហើយហ៊ានទេដាក់ផ្ទះហើយបាច់លេងដាក់ថ្នាក់នៅទេហ៊ានដាក់ផ្ទះហើយខ្ញុំលេងលបែងយើងលបងកំណត់អត់មានយកចិត្តមកភ្នាល់ជាមួយផ្ទះលបែងទេហេតែក៏មកផាក៏មកឌឺដងហើយចង់ឌឺដងដាក់ផ្ទះហើយដាក់ផ្ទះហ្នឹងគោម្នឹមក៏បានដែរដាក់គូដាក់កបី ណែឡើងតែមួយជំនួយមកកងពលនៅតែមួយខែទៀតពួកយើងនឹងរៀបការជាមួយគ្នាហើយនៅពេលនោះពួកយើងអាចចេញចូលទៅណាទៅណីដោយមិនបាច់ខ្លាចមាត់ញៀតជិតខាងនិយាយនឹងទាចាសាកូនអត់កំណត់ទេគូដៃផ្អែមណាហើយជាមួយធ្លាក់ខ្លួនហាមមកតែដឹងគាត់ឌីខ្ញុំហ៎បងចឹងណែគេនិយាយហ្នឹងអត់ទេប្រញាប់ទៅនំអស់ប្រហែលនំអស់ប្រហែលនំតិចតួចនំនេះចាខ្ញុំចេញអត់បញ្ហាអត់អីទេបងអត់អីទេបាច់បកាទេបងនឹងថាអញអត់សូវមានលុយទេ150បណ្ដោយមកថងឲ្យច្រើនណាស់ឲ្យតែ100000ទៅ50នឹងកាក់លុយបងទេតើយក100000ហ្នឹងសមអត់យកយកតែកាក់លុយទេកាក់លុយនេះនេះច្បាស់ណាស់គេកំពុងបាត់យើងណាពុកយកទៅបងមើលគេសិនយកទៅបងស្អប់តាអត់លុយខ្លួនក្រទេរឹកវាមិនគេឲ្យយកទេខ្ញុំអត់ទិញអត់តែ3000ណាអញសាកាក់លុយកូនខ្ញុំយកទៅយកឲ្យអត់អីទេអរគុណច្រើនណាស់ខ្ញុំទិញអត់តែ3000ទៅយក100000មិនខ្ញុំលាតែសិនឯងពូខ្ញុំលាហើយត្រឹមមកកដា5អូនលុយរីទេកាក់លុយទេនេះអីទេអត់អីទេពួកឯងហ៊ានយកលុយ$50ហ្នឹងមកមើលងាយគេទៅយុះយើងមែនអត់ទេអត់កំណត់ឯងមើលគ្មានកំណត់កុំចេះកាន់ពួកនេះគេមិនហៅមើលងាយទេគេហៅជួយពុកបើជួយជាអញ្ចឹងហើយទុកបងទឹកបងភ្លើងផ្ទះយើងពុកឯឃើញទេមនុស្សមានក្រគាត់ថាឃើញលុយខ្វប់ចាត់ផ្លាប់អានេះស្មើនឹងកែភើញការនោះបកែតែមួយផ្លែទេបកែខ្ញុំកែយកគួរកុំឲ្យគេថាយើងអន់ពេកទេ$50មើលខ្វះខាតប្រាប់ខ្ញុំលុយគឺជាកណ្ដាស់ប្រាក់ដែលបង្កើតឧបសគ្គលុយគឺជាធ្នាក់សម្រាប់មនុស្សល្ងងលុយអាចធ្វើឲ្យអ្នកជុំវិញយើងលិចលង់លុយអាចធ្វើឲ្យអ្នកបន្តិចទៀតក៏នៅក្នុងមុខដោយសារលុយដែរអីទុកចោះខ្ញុំមិនសំណោះលុយនឹងទេលុយប៉ុណ្ណឹងបើថាពូមិនយកទេលេងអុកចាប់អាចចាំបាយនៅផ្ទះខ្ញុំបានហូបបាយបាញ់តែខ្ញុំបានពួកខ្ញុំឃើញទឹកមុខពូស្លេកបែរអត់ដែរបានស៊ីរបស់សមុទ្រទេនេះមើលតាមថាឈាមពូខ្ញុំអាចធ្វើត្រឹមបានត្រឹមត្រីសាមុននឹង30 40ក្បាលទេបាទហើយក្តាមពេញអាក្តាមធំធំមកអញនិយាយអស់ក្តាមយកយើងមើលតាមកម្រិតមនុស្សដែរមនុស្សអញដែលហូបអាជ្រូកខ្វៃតែមិនមែនអាជ្រូកកដោណាជ្រូកអីវិញជ្រូកយកអូភូមិផ្ទះទៀតបាទជ្រូកយកខ្វៃជ្រូកយកខ្វៃហ្មងឥឡូវចេះពូយើងមិនដាច់និយាយរៀបរាប់ចានទេល្ងាចបើពូអត់មានអីជីទេចាំខ្ញុំយកឡានអាតម្រើបរបស់ខ្ញុំដែលមានមាសអស់មកពូទៅដាក់ពូអមមានសួរក្រូចជំរាបសួរលោកតាខ្ញុំបងអងអើយខ្ញុំអស់លីងហើយតអុកយើងកដែលមកតអុកនេះមានអារម្មណ៍លេងអស់ទៀតអស់លីងមួយខ្លួនណានឹងទាបសម្បត្តិរបស់របរអីលោកតិចទីហើយអត់រួចខ្លួនទៀតឥឡូវកូនខ្ញុំមានគម្រាមមកចាប់ទៀតឥឡូវជើងគួយសិនមកជើងខ្ញុំឲ្យឯងទៅលក់ផ្ទះនោះឆាប់ឲ្យមកសងំលេងអុកជាមួយពួនហ្នឹងអញមិនលេងឯណាពួកមិនទេបងនេះអ៊ំគាត់ចាស់ហើយគោរពគាត់ខ្លះទៅគេថាមនុស្ស
ពីត្រូវចេះជួយគ្នាក្នុងគ្រាក្រណាគាត់មិនអត់ក្នុងគ្រាលំបាកឥឡូវគាត់មានទុកហើយអ្វីដែលពួកខ្ញុំអាចជួយបានចង់ជួយទៅកាន់ឪពុកក្មួយចង់កាន់ជួយទៅលេខគ្រួសារក្មួយ អរគុណ ឥឡូវបើចង់ជួយខ្ញុំឲ្យខ្ញុំខ្ចី50 60 បើ ម៉ឺន សិន មក ជាឥឡូវកុំអាលស្ដាប់ខ្ញុំដំណោះស្រាយមានដំណោះស្រាយវាមានតាមដំណាក់កាលមួយ ខ្ញុំមិនជឿតែពួកឯងមានដោះស្រាយទេឲ្យខ្ញុំដល់ថ្នាក់គាត់ពាក់បែបតអត់កញ្ចក់ហ្នឹងនៅគាត់ដោះស្រាយតិចព្រមពួកឯងមានបែបតែមាន ក្រាន់ខ្ញុំសំណុំពំមិនបានទេចូលប្រាប់ពីរឿងរ៉ាវឲ្យបានជាក់ច្បាស់ថាមូលហេតុអី នេះខ្ញុំកម្ចីអនឡាញហ្នឹងហ៎បងបាទវាមកទៅវា អនឡាញ តំណងវាទ្រូខ្ចីឲ្យនេះដល់ពេលអត់មានលុយនេះឥឡូវវាគម្រាមរកធ្វើបាបថារកនេះផុសរូបអាក្រាតកាយខ្ញុំណាទៀតនោះ អូបើតាមខ្ញុំស្ដាប់ទៅពីព្រោះពិភពបានមកពីចំណូលបានមកពីកម្ចីអនឡាញភាគច្រើនជាកម្ចីដែលខុសច្បាប់ហើយកាលណាយើងដឹងកម្ចីខុសច្បាប់ដំណោះស្រាយមានតែមួយយ៉ាងទេគឺយើងទៅប្តឹងសមត្ថកិច្ចទៅប្តឹងសមត្ថកិច្ចមានភ័ស្តុតាងអីរបស់យើងខ្លះយើងទៅប្តឹងសមត្ថកិច្ចព្រោះសមត្ថកិច្ចលោកចេះធ្វើការ វាពិបាកនឹងយល់ថាអាម៉េចបោកអាម៉េចមិនបោកវាពិបាកយល់ពីពួកនឹងបដ ாய் អត់អីទេបងស្រួលទេចាំខ្ញុំប្រាប់អានេះតាមយោបល់ខ្ញុំដឹងខ្លះៗហើយណាបងទី1កម្ចីអនឡាញនោះអត់មានទីស្នាក់ការត្រឹមត្រូវទេទី2អត់មានអាជ្ញាប័ណ្ណពីធនាគារជាតិហើយទី3គឺការប្រាក់ខ្ពស់ជាង 1.5% ចា 1.5% ហ្នឹងគឺ 1.5% ក្នុងមួយខែ ទី4លក្ខខណ្ឌងាយហើយឲ្យបងប្រាក់មុនទៀតចាំមើលខ្ញុំឧទាហរណ៍ឲ្យស្ដាប់ឲ្យបងប្រាក់មុនហ្នឹងមិនឧទាហរណ៍គេឲ្យលុយបាយ 1000 បាយត្រូវបងប្រាក់ឲ្យគេមុន$200 អញ្ចឹងណា ហ្នឹងហើយខ្ញុំនិយាយទៅឧទាហរណ៍បើសិនខ្ញុំខ្ចី 1000 នេះរត់ឯកសារ1000នោះសល់បានតែ150ទេ ហើយchẳng ai vô đó ơi anh ហើយអាបងឲ្យគេមុន200 300ហើយហ្នឹងហើយប៉ុណ្ណឹងបាន150ទេ បាទ ơi បើតែវាស្រួលខ្ចីវាអត់ទូនាំទេ ស្រួលខ្ចីចុះបើខ្ញុំថាលក្ខខណ្ឌងាយហ្នឹងស្រួលខ្ចី lo mấy tên nam ở đây dương បងឥឡូវខ្ញុំសុំប្រាប់បងឯងពីការកម្ចីស្របច្បាប់វិញទី1គេមានទីស្នាក់ការច្បាស់លាស់ទី2គេមានឈ្មោះទី3មានបុគ្គលិកធ្វើការហើយមួយទៀតការប្រាក់គឺទាបជាង 1.5% ហើយមួយទៀតគឺមានអាជ្ញាប័ណ្ណពីធនាគារជាតិចាហើយលក្ខខណ្ឌគឺងាយស្រួលគេមើលទៅតាមការងារតាមសមត្ថភាពការរកស៊ីរបស់យើងបានគេឲ្យយើងខ្ចីគេមិនមែនចេះតែឲ្យខ្ចីដូចអាកម្ចីអនឡាញអញ្ចឹងទេហើយខុសច្បាប់អញ្ចឹងគឺស្រួលណាស់បើថាបងទៅកម្ចីកន្លែងគ្រឹះស្ថានដែលត្រឹមត្រូវបាញ់ទៅដល់គឺតើមានផ្ដិតមេដៃតើតែគេមើលពីឯកសាររបស់យើងដែរបានគេឲ្យទៅតាមជាក់ស្ដែងលក្ខខណ្ឌតាំងតែមានសុវត្ថិភាព វាចឹងមកពីឯងមិនដឹងថាអាណាគេបោកអាណាមិនបោក ពូចំពោះមធ្យោបាយបោកគឺពួកគេនឹងប្រើប្រាស់តាមរយៈ call មកតាមលេខទូរស័ព្ទ call មកតាមបណ្ដាញសង្គម social media មាន Telegram Facebook ហើយជាពិសេសមានការផ្ញើ link នេះហើយបើយើងអត់ច្បាស់យើងចុចចូលដឹងតែចាញ់បោកហើយបើសិនជាយើងនិយាយសួរនាំចង់ចូលទៅគេហៅថាការិយាល័យឬក៏ទីតាំងចង់ទៅដល់ក្រុមហ៊ុនហ្នឹងគឺពួកហ្នឹងព្យាយាមនិយាយយ៉ាងម៉េចកុំឲ្យយើងទៅដល់ដោយសារអីដោយសារតែពួកគេហ្នឹងគ្មានទីតាំងឬក៏ការិយាល័យច្បាស់លាស់ទេ lâu có làm mấy anh không គិតមិនពូឲ្យទៅប្តឹងសមត្ថកិច្ចនោះ nó trong tục đánh mặt cái chân này là ơi បាទមានតែប្តឹងសមត្ថកិច្ចទេ con ơi tao con ស្ដាយមែនទែនបើយើងដឹងថាពួកគាត់ទៅកម្ចីអនឡាញខុសច្បាប់នឹងមុនច្បាស់ជាពួកយើងមានដំណោះស្រាយយ៉ាងហោចណាស់ក៏យើងមានអីអន្តរាគមជួយគាត់ដែរមិនទុកឲ្យគាត់រងគ្រោះដល់ប៉ុណ្្នឹងទេ មានអ្នកផងខ្លួនចាញ់បោកកម្ចីអនឡាញយូរណាស់មកហើយប៉ុន្តែបច្ចុប្បន្ននេះនៅតែមានអ្នកផងខ្លួនចាញ់បោកជាបន្តបន្ទាប់ ទាំងអស់នេះចាត់ទុកជាមេរៀនថ្ងៃក្រោយបើដឹងថាខ្លួនឯងចាញ់បោកគេហើយប្រញាប់ទៅរកសមត្ថកិច្ចភ្លាម